ថ្ងៃនេះខ្ញុំឃើញតាមបណ្ដាញសង្គមដូចជាគេហៅថាផ្ទុះចេញនៅព្រឹត្តិការណ៍មួយរឿងបរិសុទ្ធម្នាក់ដែលជាស្លៀកពាក់ឯកសណ្ឋានជាយោធាហើយបានទៅជួបជាមួយក្រុមហ៊ុនដែលសាងសង់លក់ផ្ទះដូចជាក្រុមហ៊ុនលោកអញ្ញាលេងនវត្រាហើយបើតាមដែលខ្ញុំស្ដាប់ដែលបរិសុទ្ធដែលជានាយទាហានពលទាហានឬក៏ជាវីរៈកងទ័ពគេថាជួរមុខក្រោយមកម្សិលមិញមានការចេញបំភ្លឺថាគាត់មិនមែនជាវីរៈកងទ័ពជួរមុខអីទេសម្រាប់ខ្ញុំយល់ឃើញថាក្នុងករណីនេះមិនថាអ្នកដែលទៅតវ៉ានោះជាវីរៈកងទ័ពវីរៈកងទ័ពជួរមុខឬក៏វីរៈកងទ័ពមិនជួរមុខទេតាមស្ដាប់ការលើកឡើងរបស់គាត់គឺតាក់ទងនឹងកិច្ចសន្យាទិញលក់ផ្ទះហើយគាត់បានមានកិច្ចសន្យាទិញគាត់បង់លុយបង់អីរួចរាល់អស់ហើយនៅឡើយនៅមិនទាន់បានផ្ទះដែលគាត់ទិញតាមកិច្ចសន្យាហើយបានហួសពេលវេលានៃកិច្ចសន្យាដូចជាចូលដល់ឆ្នាំតាមដែលការដែលខ្ញុំស្ដាប់ក្នុងករណីនេះមិនថាជាវីរៈកងទ័ពជួរមុខឬក៏មិនជួរមុខទេប្រជាពលរដ្ឋណាក៏ដោយអ្នកដែលមានកិច្ចសន្យាបែបហ្នឹងហើយមានការរំលោភលើកិច្ចសន្យាបែបហ្នឹងគឺអាជ្ញាធររដ្ឋត្រូវចូលរួមអន្តរាគមន៍និងដោះស្រាយបញ្ហាទាំងអស់ហ្នឹងมันអាចទុកឲ្យទង្វើបែបនេះក្នុងការរកស៊ីប្រកបមុខរបរធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដូចជាករណីនេះទេអញ្ចឹងបងប្អូនយើងមួយចំនួនគាត់ផ្ដោតទៅលើវីរៈកងទ័ពជួរមុខសម្រាប់ខ្ញុំថាមិនជួរមុខទេប្រជាពលរដ្ឋសាមញ្ញក៏ដោយមិនមានជាមន្ត្រីរាជការក៏ដោយអ្វីដែលយើងដោះស្រាយគឺយើងដោះស្រាយរកភាពត្រឹមត្រូវឲ្យភាគីនៅក្នុងកិច្ចសន្យាបើរឿងហ្នឹងវាមានការខុសឆ្គងទៅភាគីខាងក្រុមហ៊ុនក៏យើងត្រូវដោះស្រាយទៅឲ្យផលប្រយោជន៍ទៅឲ្យក្រុមហ៊ុនដែរយើងអត់មានត្រូវប្រកាន់ថាដោយសារជាវីរៈកងទ័ពជួរមុខឬក៏ដោយសារអ្នកនេះអ្នកនោះទេយើងចង់កសាងសង្គមមួយជាតិសាសន៍មួយឲ្យបានត្រឹមត្រូវឲ្យល្អយើងកុំចាត់ទុកប្រជាពលរដ្ឋនៅក្នុងផ្នែកណាមួយក្រុមណាមួយប្រភេទនៃការងារណាមួយគួរតែចេះគួរតែចោះអីអត់ទេទង្វើដែលមិនត្រឹមត្រូវទោះអ្នកណាក៏ដោយយើងទាំងអស់គ្នាជឿថាគ្មានអ្នកណាគ្រប់គ្រងពីទង្វើដែលមិនត្រឹមត្រូវទេអញ្ចឹងបញ្ហានៅក្នុងសង្គមយើងចេះតែឃើញទង្វើដែលមិនត្រឹមត្រូវចេះតែបន្តចេះតែធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃហ្នឹងដូចជាកិច្ចសន្យាក្នុងការទិញលក់ដីធ្លីផ្ទះសម្បែងហ្នឹងបញ្ហាហ្នឹងហើយដែរជាបញ្ហាជាតិយើងកំពុងតែមានបញ្ហាហើយកើតជាទំនាស់កើតជាវិវាទណាការកើតជាការបែងចែកកើតជាការប្រកាន់អ្នកតូចអ្នកធំអ្នកមានអំណាចអ្នកអាំងខ្សែអ្នកអាំងខ្នងវានាំឲ្យកើតអាចជាការភ័ន្តច្រឡំអាចជាការយល់ច្រឡំព្រោះដោយសារអីដោយសារយើងឃើញថាជាទូទៅបងប្អូនប្រជាពលរដ្ឋយើងតែងតែកត់សម្គាល់នៅការទំនាក់ទំនងនៅក្នុងសង្គមដូចជាមានការថតរូបជាមួយមន្ត្រីរាជការមន្ត្រីដែលមានឋានន្តរស័ក្តិដែលមានតួនាទីធំដែលមានឥទ្ធិពលនៅក្នុងសង្គមដល់អញ្ចឹងគាត់តែងតែយករឿងហ្នឹងភ្ជាប់ចោតទៅថាខ្សែបណ្ដាញបពុះអាហ្នឹងហើយដែរជាបញ្ហាខុសឆ្គងរឿងដែលយើងត្រូវដោះស្រាយគឺដោះស្រាយសកម្មភាពនិងទង្វើដែលធ្វើមិនត្រឹមត្រូវដែលធ្វើខុសច្បាប់យើងដោះស្រាយឲ្យភាពត្រឹមត្រូវនិងការអនុវត្តឲ្យបានត្រឹមត្រូវទៅលើភាគីទាំងអស់ហ្នឹងមិនថាតែភាគីជាអ្នកទិញឬក៏ជាក្រុមហ៊ុននេះបើអ្នកទិញខុសក៏ទៅដោះស្រាយបញ្ហាទៅឲ្យខាងក្រុមហ៊ុនដែរអញ្ចឹងការកត់សម្គាល់របស់ខ្ញុំតាមបណ្ដាញសង្គមមករយៈនេះខ្ញុំមិនផ្ដោតទៅលើថាជាវីរៈកងទ័ពឬមិនមែនជាវីរៈកងទ័ពទេគឺដោះស្រាយរកភាពត្រឹមត្រូវឲ្យមនុស្សដែលបានធ្វើត្រឹមត្រូវឲ្យមានការគ្រប់គ្រងឲ្យមានការទទួលស្គាល់ជាសាធារណៈកុំឲ្យយូរទៅជាមនុស្សខូចមានឥទ្ធិពលជាងមនុស្សដែលត្រឹមត្រូវ